អ្វីដែលជំរុញទឹកចិត្តរបស់ខ្ញុំណាចាក្នុងការលក់អាវទី1គឺដើម្បីលុយទេចាស្ដីមួយថ្ងៃហ្នឹងខ្ញុំមករៀបរាប់ថាតើហេតុអីបានខ្ញុំចាប់ដើមមុខរបរលក់អាវមួយនេះចាជាដំបូងមួយខ្ញុំអត់ដែរមានចំណេះដឹងមានជំនាញអីខាងលក់អាវទេខ្ញុំជាអ្នកលក់មួយដែលចាប់ដើមលក់ដំបូងទាំងអត់ចេះបត់អាវផងណាអត់ដឹងថាហោគីឡូប៉ុណ្ណេះដាក់ប៉ុណ្ណេះហើយអត់ដឹងថាត្រូវលក់អាម៉ូតណាលក់អីទេចាអ្វីដែលជំរុញទឹកចិត្តរបស់ខ្ញុំណាចាក្នុងការលក់អាវទី1គឺដើម្បីលុយទេនិយាយរួមខ្ញុំអត់ខ្វល់ថាមុខរបរជាមុខរបរអីទេព្រោះថាខ្ញុំត្រូវតែមានមុខរបរមួយដែលមានលុយចូលប្រចាំថ្ងៃចាមានលុយចូលប្រចាំថ្ងៃមានអាចនៅផ្ទះបានមើលកូនបានមករលុយបានហើយតាមបាយដើម្បីបានអញ្ចឹងណាចាហើយមួយទៀតជាមុខរបរមួយដែលខ្ញុំមានអារម្មណ៍ថាជាមុខរបរអាយក្រៀតនេះថាយើងអត់នៅក្រោមតំណែងចាយអីទាំងអស់និយាយរួមយើងអាចកំណត់ទីផ្សារឯងកំណត់តម្លៃទាំងឯងខ្ញុំមិននិយាយហ្នឹងក៏មិនទៅប៉ះពាល់អ្នកដែលរស់ស៊ីតំណែងចាយអីនេះជាបទពិសោធន៍របស់ខ្ញុំហ្នឹងគឺជាគោលដៅរបស់ខ្ញុំដាក់មកគេថាតម្លៃហ្នឹងគឺខ្ញុំនិយាយអ្នកកំណត់ខ្លួនឯងខ្ញុំអាចធ្វើមកទីផ្សារដែលខ្លួនឯងហើយជាមុខរបរមួយដែលខ្ញុំអាចធ្វើខ្លួនឯងបានមានថាឧទាហរណ៍ដែលខ្ញុំលក់អាវណាខ្ញុំចេះលក់ខ្លួនឯងខ្ញុំចេះប៊ូតផេកចាបើមិនខ្ញុំមានបុគ្គលិកប្រើទៅគាត់អាចជួយសម្រួលការងារខ្ញុំតែថាខ្ញុំអត់មានគឺខ្ញុំធ្វើខ្លួនឯងបានហើយហ្នឹងមុខរបរហ្នឹងគឺជាអ្វីដែលខ្ញុំចាប់ដើមហើយដល់ពេលខ្ញុំធ្វើយូរទៅហ៎អញ្ចឹងខ្ញុំគិតទៅអតីតកាលណាខ្ញុំតែងតែចង់បានមុខរបរមួយផ្ទាល់ខ្លួនមានចំណូលឯងតែពេលខ្ញុំយកមកមុខរបរដែលខ្ញុំធ្វើហ្នឹងវាមកពេញក្តីសម័យយើងឥឡូវអញ្ចឹងឥឡូវខ្ញុំចាប់ដើមថាខ្ញុំមានមុខរបរមួយដែលជាមុខរបរក្នុងក្តីសម័យរបស់ខ្ញុំឯងគឺការលក់អាវចាហើយសួរថាហេតុអីបានជាមកចាប់ដើមលក់អាវកូនក្មេងចាវាអត់ស្រួលទេបងមកចាមុខរបរមួយនេះគឺខ្ញុំរាវសុទ្ធសាធចាខ្ញុំអត់មានបដោតថាលក់តែកូនក្មេងឬក៏ក្មេងប្រុសក្មេងស្រីទេគឺខ្ញុំតែទិញណាខ្ញុំតែទិញដំបូងឡើយខ្ញុំទៅទិញទាំងអស់ខ្ញុំទៅទិញនៅសាកអូឡ িম্প ិកចាស់ទៅអូឡ িম্প ិកឲ្យបានបោះដុំខ្ញុំលក់អាវមនុស្សធំលក់អាវបងធំខ្ញុំទិញរ៉ូបលក់រ៉ូបទៀតខ្ញុំលក់រ៉ូបហើយលក់អាវមនុស្សធំហើយខ្ញុំទៅទិញអាវក្បាលគៀបទៀតខ្ញុំទៅទិញអាវក្បាលគៀបយកមកលក់ទៀតហើយបន្ទាប់មកទៅដល់រោងចក្រទិញអាវគាត់មិននិយាយរួមបងមើលគឺ3 4មុខចូលគ្នាលក់អាវមនុស្សធំផងលក់រ៉ូបស៊ីកាផងលក់ក្បាលគៀបផងចុងក្រោយទៅលក់អាវកូនក្មេងអញ្ចឹងណាមួយអាវមនុស្សធំផងលក់រ៉ូបស៊ីកាផងលក់ក្បាលគៀបផងលក់កូនក្មេងមកផងដល់ពេលដល់ចំណុចមួយខ្ញុំចាប់ថាខ្ញុំលក់តែអីបានកូនក្មេងទៅគឺលក់តែផ្សេងអញ្ចឹងខ្ញុំចាប់តាមផលតែអាវកូនក្មេងទេអញ្ចឹងចាប់តាមផលអាវកូនក្មេងហើយអីបានថាលក់អាវកូនក្មេងស្រួលទេទីផ្សារកូនក្មេងនៅកលីជាងនៅកលីទៅថាអត់បានមានអ្នកលក់ច្រើនទេតែចំណុចខ្ញុំលក់ចាហើយខ្ញុំបដោតទៅលក់អាវកូនចាក់កូនក្មេងទៀតហេតុអីអាវកូនក្មេងនិយាយខ្ញុំគឺយើងថាលក់អីវ៉ាន់ហ្នឹងល្អគុណភាពល្អហើយមានតម្លៃសមរម្យបំផុតហើយដំបូងតែខ្ញុំណាខ្ញុំអាចស្គាល់អីទៀតប្រែនអត់មានអីគាត់រោងចក្រទេគឺបទពិសោធន៍ហ្នឹងគឺដោយសារខ្ញុំលក់អាវកូនក្មេងខ្ញុំចាប់តាមនឹងប្រែនហ្នឹងអីវ៉ាន់រោងចក្រនាំចេញហ្នឹងគឺអីវ៉ាន់ពេញហើយយើងលក់ក្នុងតម្លៃធូរចឹងឲ្យអ្នកដែលគាត់អត់ដែរស្គាល់អីវ៉ាន់រោងចក្រគាត់បានប្រើអីវ៉ាន់រោងចក្រមួយហើយដល់ចំណុចមួយដែលខ្ញុំចាប់ដើមថាខ្ញុំលក់អីវ៉ាន់រោងចក្រកូនក្មេងខ្ញុំចាប់ដើមភ្ញាក់ខ្លួនខ្ញុំអត់ដែរស្គាល់អីវ៉ាន់រោងចក្រហ្នឹងហើយអត់ដែរស្គាល់ប្រែនអីទាំងអស់ចឹងឥឡូវមកបានប្រើប្រែនទៀតហើយអីវ៉ាន់ធូរថ្លៃទៀតអញ្ចឹងខ្ញុំគាត់អាវកូនក្មេងដើម្បីឲ្យម៉ាក់ដែលគាត់អត់ដែរស្គាល់អីវ៉ាន់ក្មេងសោះចាអត់ដែរស្គាល់អីវ៉ាន់ចាក់សោះអត់ដែរស្គាល់អីវ៉ាន់គាត់បានប្រើរបស់ប្រែនឲ្យតម្លៃធូរថ្លៃហើយគុណភាពល្អចាអត់ប៉ះពាល់ដល់កូនទៀតទេបងហើយមើលយល់ថ្ងៃទី1ខ្ញុំនិយាយប៉ុណ្ណឹងសិនទេចាំមើលមកចាំថាតាដំណើរខ្ញុំណាខ្ញុំអត់ចេះអីសោះរហូតដល់ខ្ញុំមានបាត់ថតតែអីវ៉ាន់លក់គ្រប់គ្នាគ្រប់ឆ្នាំទៀតអស់ក៏មួយកុំភ្លេចចាំតាមថ្ងៃថ្ងៃបន្តទៀត